អំពើរបស់វាសាហាវជាកំភ្លើងទៅទៀតដំណឹងអាក្រក់នោះគឺឡុងធានគង់មិនដឹងថាពួកលោកមកដល់ហុងកុងហើយស្មានម្ដងថាពួកយើងគេមកដល់ហុងកុងពួកគេនៅព្រមលើកលែងយើងទៀតមើលទៅគំនុំ20ឆ្នាំមុនត្រូវតែដោះស្រាយក៏សាំងហ្វូជាមូលដ្ឋានរបស់ឡុងធានគង់ប៉ុន្តែនៅហុងកុងគឺជាកន្លែងរបស់ខ្ញុំបើគាត់ពិតជាហ៊ានមកមែនគាត់អាចមកបានតែមិនអាចចេញទៅវិញបានទេប៉ុន្តែថ្ងៃក្រោយពួកលោកពីរនាក់ត្រូវតែប្រុងប្រយ័ត្នមែនទេកុំឲ្យវាឆ្លៀកកាប់បានសោះសូមអរគុណលោកបាទខ្ញុំចេញទៅមើលសិនប៉ាកុំបារម្ភអីខ្ញុំឲ្យគាត់ធ្វើអីទៅលើប៉ាទេប៉ាដឹងដែលកូនបារម្ភនោះគឺឈៀងហ្វាតាំងពីកូនដឹងថានេះជាកូនស្រីឡុងធានគូកូនដឹងថាពួកកូនមិនអាចទេថែមទាំងរឿងដែលកើតឡើងនៅលើដំបូលផ្ទះថ្ងៃនោះពួកកូនកាន់តែមិនអាចហើយឯនេះបានសบายហើយមិនអីលើយើងទេស្រីល្អថ្ងៃដល់សួរគេទៅនៅភ្លឹងនេះណាំស្គាល់យើងដេកស្រីមិនបាច់ចេញលុយទេអត់តាកញ្ចក់ឯនេះចង្រៃណានេះស្រីចង្រៃនឹងឯងចេះគួសមទៅទៅលេងមកកុំអត់ស្រីទេបើមិនអញ្ចឹងនេះយើងឈុនមកដាច់ខាត់រស់ស៊ីឡើយលេងដៃខ្ញុំទៅលេងលេងស្រីមិនញ៉ាំចោលមកតាមយើងមកពីចឹងមកពីជួយស្អីសិនចង្រៃណាអាក្មេងល្អមិនរឿងឯងទេនេះលើចង់ធ្វើនេះវាជូចាប់ស្អីដឹងណាម៉ែលេងឈប់សាអីលេងយើងប៉ះពោះកូនចៅលោកចាត់ទី2ផងឯងជឿដល់ដង្ហើមហើយអូលោកម្ចាស់ទី2អូខ្ញុំសុំទោសខ្ញុំគួរមានទោសខ្ញុំគួរមានទោសខ្ញុំគួរមានទោសអូយបងហ្វខ្ញុំនៅក្នុងផ្នែកឆាយហើយគេមិនស្មើនឹងឆ្កែមួយផងក្រោយពីបានខ្ញុំហើយពេលយកខ្ញុំមកលក់ដល់ហុងកុងធ្វើជាស្រីបានវាមិនមែនជាមនុស្សទេខំមកពីខ្លួនខ្ញុំទេផ្នែកខ្ញុំខ្វាក់ខ្ញុំចង់បានលុយពេកនេះជាកម្មពីរបស់ខ្ញុំទេមិនបាច់មកអូនទៅជាអញ្ចឹងដៃអូនកាត់អីហ្នឹងឬមួយបន្ទូលដូចឆ្នាំមកលើអូនកុំរវល់មីជូឲ្យប្រាប់បងមកបងក៏រវល់អូនឯងលេងដៃអូនទេមីជូមិនក៏អូននាំតាមផ្ទះខ្លួនទៀតនេះជាលទ្ធផលចុងក្រោយដែលអូនចង់បានលុយនោះពីមុនហេតុអីអូនធ្វើបាបបងបើខ្ញុំរស់នៅលើលោកនេះឈឺចាប់ខ្លាំងណាស់ខ្ញុំមិនចង់រស់ទៀតទេបងប្អូនអ្វីទាំងអស់គឺជាបាបកម្មទេបានហើយបងនឹងរកមជ្ឈបាយជួយអូនកុំភ័យអីនាងសូមជួយរុញខ្ញុំទៅខាងលើផងចាលោកចង់ខ្ញុំមកផ្លែតណាលោកស្រីយ៉ាងម៉េចទៅហើយខ្ញុំជឿពោះណាចង់ខ្ញុំជួយគ្រាអីចាបងអញបានទៅនោះបានអីបងណានវ៉ាណែដៃនាងឈឺទេរបួសបន្តិចបន្តួចនេះមិនរាប់ជាអីទេហូកនាងផ្លាក់សុទ្ធតដីមកខ្ញុំជួយដល់អេមិនតន់អស់ទេសូមអរគុណថ្ងៃមុនខ្ញុំដេញនឹងទៅសុំទោសណា
ណាស់ហើយតែខ្ញុំមិនຕົកក្នុងចិត្តទេ ការពិតនាងនិយាយមិនខុសទេមនុស្សខ្ញុំខ្លាចស្លាប់ណាស់ហើយកំសាកទៀតខ្ញុំគិតថាជើងមកខាងនេះបើខ្ញុំយកទៅបដូរជីវិតបានមួយនោះក៏គួរដែរ ខ្លាចស្លាប់និងខ្លាចចាញ់គឺរឿងគ្មានទៅពេកទេមែនទេ ហេហើយសពុតនាងក៏ប្រឡាក់ដែរ បោកទៅស្អាតដែរ យើងនៅទីនេះយូរហើយអបសុកណាស់ឬក៏យើងចេញទៅក្រៅយកខ្យល់អាកាសបន្តិចទៅហ៎ ដឹងថាខ្លួនចេញទៅមិនបានហើយនៅចង់ចេញទៅទៀត មិនអីទេយើងលួចចេញទៅគេមិនដឹងទេ មកដាក់មកយ៉ាប់ណាខ្ញុំមួយមកដាក់មកសិនមកចាំឲ្យចាំទៅដល់មុខចាំឲ្យមកដាក់មកលឺឡានេះជារបស់ប្អូននេះជារបស់ប្អូនណែ មើលនោះ សប្បាយណាស់ ណែខ្ញុំអត់លបង អរគុណណែឲ្យនាង បាយ យើងទៅវិញយូរហើយខានមកដល់លេងសប្បាយរបៀបនេះណែកំលេងសាច់ណាខ្ញុំភ័យសឹងស្លាប់ ឲ្យតែមនុស្សចិត្តតែខ្លាចងាប់ហើយបើមិនចឹងទេក្រែពេទ្យមុខវិសលហើយមនុស្សយើងទោះជានៅទាំងហាន់ផ្ទឹកក៏ពុកគេចង់រស់ដែរសុកចិត្តរងទុកគ្រាន់បើជាងាប់មែនទេនាងមើលនាងសុកចិត្តរបួសជើងកុំឲ្យតែបាត់បង់ជីវិតហេតុអីក៏នាងរាប់អានខ្ញុំម្លេះឬមួយក៏នាងពិបាកចិត្តទេ ពិបាកចិត្តខ្ញុំមិននឹងពិបាកចិត្តនោះគេព្រមខ្ញុំរឿងអីទៅ បើមិនអញ្ចឹងហេតុអីនាងព្រមធ្វើស្រឡាញ់នឹងខ្ញុំ ព្រោះយល់ថាយើងដូចជាត្រូវគ្នាណាស់ហើយម្យ៉ាងទៀតពួកយើងដូចជាសមគ្នាណាស់នៅមានទៀតយើងសមគ្នាជាប្តីប្រពន្ធណា បងឯងចង់ចំណេញលើខ្ញុំផងហ៎បានបដៅឯងម្ដង ណែនឹងចង់ធ្វើយ៉ាងម៉េចហើយជើងខ្ញុំតន់ទៀតហើយយកងាប់ខ្ញុំហើយជើងខ្ញុំតន់ទៀតហើយស្រោតឯងបែប ដាក់នៅកន្លែងនេះទៅបានណា នាងឆៃឬត្រីសុស្ដី រីត្រីសុស្ដី សំទោសមិនបានទៅវិលយន្តហោះទទួលនេះរបស់ទាំងអស់នេះចំនួនកំហុសរបស់ខ្ញុំ អរគុណ នាងក៏ដឹងដែរខ្ញុំបានទៅកំដរជីហ្វាំងវាកាត់មិនអាចកំដរនាងទៅបនខ្មោចនៅហុងកុងនោះនាងមិនខឹងខ្ញុំទេ ធ្វើម៉េចខ្ញុំហ៊ានខឹងនឹងលោកនោះ មកញ៉ាំតែមកកូនពេញទៅចាំនាងជប់ប្រហែលថ្ងៃនេះខ្ញុំនឹងកំដរនាងដើរលេងសុំនាងកុំឲ្យព្រួយចិត្តខ្លាំងពេកណា នេះតើជាកម្មឬមិនមែនទេខ្ញុំគិតថាទៅហុងកុងទៅរកប្អូនខ្ញុំដែរតែនៅបំពេញក្តាស់ឲ្យបដូរឈ្មោះស្មានមិនដល់ថាបែរទៅជាធ្វើបនខ្មោចទៅវិញខ្ញុំបានរកមេធាវីបំពេញក្តាស់ស្នាមហើយនឹងបដូរឈ្មោះរួចហើយយើងឥឡូវនេះត្រូវសហការគ្នាធ្វើការនៅក្រុមព្រះអាទិត្យនិងក្រុមកំសាន្ត ចំណុចនេះចាំថ្ងៃក្រោយទៅ យានហ្វុយគាត់ នាងកុំអារម្មណ៍អីរឿងយានហ្វុយចាំខ្ញុំសងសឹកចំនួននាងខ្ញុំបានត្រៀមខ្លួនរួចហើយលើកនេះទោះជាវាដល់ស្លាប់ក៏ហើមរួចដែរគឺដូចជាហើសៀងណានចឹងវាស្មានតែខ្ញុំទុកចិត្តវាគ្រាន់តែជាកូនអុកតូចមួយក្នុងដៃខ្ញុំបើវានៅមានប្រយោជន៍ខ្ញុំនឹងទុកវារស់នៅ ណែញ៉ាំ មិនញ៉ាំទេ ស៊ីខ្លួនឯង ញ៉ាំទេ ពើមិនញ៉ាំ ហើយ ហេតុអីលោកនៅនេះ អូគឺអញ្ចេះទេយើងគ្រាន់តែចង់ប្រាប់ឯងថាលោកឡុងបានរកពេទ្យដល់ចំណានដើម្បីវះកាត់ជើងរបស់ឯងហើយមិនយូរទេជើងឯងនឹងបានជាម្យ៉ាងទៀតក្រោយដែលជើងឯងវះកាត់ហើយប្រកាសជាបានជាវិញហើយដល់ពេលនោះឯងអាចយកជើងឯងទៅសរសេរអក្សរបាន បើចឹងហេតុអីមិនហៅលោកគ្រូពេទ្យមកវះកាត់ឲ្យទៅ
មិនក៏ឯងសួរច្រើនម៉េះលោកលោកនាងចេញទៅ ចឹងហេតុអីមិនហៅលោកគ្រូពេទ្យមកវះកាត់ឲ្យទៅ មិនក៏ឯងសួរច្រើនម៉េះលោកលោកនាងចេញទៅ ខ្ញុំចង់នៅជាមួយគាត់ ណែនាងនឹងវាការពីមុនលេងល្ខោនឥឡូវនេះខ្លាចជាមែនទែនហើយហ៎ ឆាយហើយគៀតលោកឯងឆាប់ចេញទៅ អេថ្ងៃស្អែកមានគេមិនទទួលពួកឯងទៅចំណតយន្តហោះហើយហើយបើសិនជាពួកឯងទៅដល់ហុងកុងបានរៀបការជាមួយគ្នានោះរឿងនេះប្រកាសជាធ្វើឲ្យយើងភ្ញាក់ផ្អើលហើយបាយបាយ មីជូ បងហ្វយ លោកជួយមកដល់លើបាត់បាទ បងហ្វយ វ៉ាវ ថ្ងៃលិចបាត់ទៅហើយខ្ញុំស្មានតែបងមកទេ មិនទៅកិច្ចការនៅទីនេះ ក្រានបាទដែរនៅស្រុកស្រែមានខ្យល់អាកាសល្អបងមែនទេពងមាន់នេះថ្មីចាំបន្តិចទៀតខ្ញុំធ្វើម្ហូបឲ្យបងញ៉ាំល្អទេ ល្អឥឡូវយកបាយបងជូនអូនទៅវិញបងឆ្អែតដែរ ញ៉ាំឲ្យច្រើនបន្តិចទេ ឆ្អែតហើយចាំបងជួយអូន មិនបាច់ទេខ្ញុំធ្វើខ្លួនឯងបានហើយអាយ៉ាអូយ មីជូយកមកញ៉ាំអូនមិនទេ អត់អីទេបងហ្វយបានបងជួយខ្ញុំមើលទៅខ្ញុំអស់ចិត្តហើយ ឬកន្លងផុតទៅយូរហើយកុំលឹកទៀត មិនបានទេបងឲ្យខ្ញុំនិយាយចប់ទេបើខ្ញុំមិននិយាយចេញទេក្នុងចិត្តខ្ញុំពិបាកណាស់រឿងកាលពីមុនខ្ញុំពិតជាសមអភ័យទៅតើបងប្រមអធិស្ឋានខ្ញុំទេហ៎ រឿងនេះកន្លងទៅយូរហើយបងមិនចាំទេ ខ្ញុំដឹងថាខ្ញុំមិនអាចសុំឲ្យបងស្រឡាញ់ខ្ញុំវិញទេកាលពីដំបូងគឺខ្ញុំបាច់ចេញពីបងមិនមែនខ្ញុំចង់បានលុយគេមិនឲ្យសំពួកយើងរស់នៅได้សប្បាយរីករាយហើយ មីជូអូនស្ដាប់បងនិយាយសិនឥឡូវអូនបានចាក់ចេញពីកន្លែងនោះហើយអូនអាចចាប់ផ្ដើមសារជាថ្មីរស់នៅសារជាថ្មីវិញ រស់នៅសារជាថ្មីខ្ញុំមិនដឹងថារស់នៅសារជាថ្មីដើម្បីអីទេខ្ញុំធ្លាប់ធ្វើជាស្រីសហាយគេខ្ញុំធ្លាប់ធ្វើជាស្រីបាក្នុងមួយជាតិខ្ញុំនេះនៅមានស្អីទៀតបងបើបងមិនត្រូវជួយខ្ញុំទេ មីជូអូនធ្វើហ្នឹងណែ បងអូនស្លាប់ទៅបងអូនស្លាប់ទៅ អូនធ្វើហ្នឹងអូនឈួតទេរងាប់ចិត្តទៅ បងបើខ្ញុំរស់នៅទាំងពិបាក ពេលខ្លះយើងរស់នៅមិនមែនសិតតែដើម្បីខ្លួនឯងទេគឺដើម្បីអ្នកដែលនៅជុំវិញយើង នៅមានអ្នកណាដែលខ្ញុំគួររស់ដើម្បីគាត់នោះ អូនតាំងចិត្តរស់នៅដើម្បីបងទៅបានទេបងបានខំជួយអូនចេញពីរោងសារគឺដើម្បីចង់ឲ្យអូនរស់នៅសារថ្មីចាប់ផ្ដើមសារថ្មីមីជូអូនស្ដាប់បងអូនត្រូវរស់នៅតទៅទៀតកុំគិតតែផ្ដាស់ បងបើបងពិតជារាប់អានខ្ញុំណាស់ កុំឆោតពេកនេះទៅលំមុខទៅរួចឲ្យចូលគេចាំដល់ព្រឹកស្អែកបងមកទទួលអូនទៅផ្សារបងលាសិនហើយ ខ្ញុំមិនចំពេលដែលនាងណាត់ជួបជាមួយសង្សារចាស់ហ្នឹងណា តើលោកចង់យ៉ាងម៉េច ពួកនាងពួននេះស្មានតែខ្ញុំមិនដឹងហ៎ខ្ញុំឲ្យនាងមកហុងកុងក៏ជាផ្នែកនៃគម្រោងការខ្ញុំដែរ ថាម៉េចគម្រោងការស្អីទៅ គឺ
គម្រោងការបាញ់ខ្លាខ្ញុំចង់ឲ្យយិនហ្វុយជាប់គុកមួយជីវិត លោកឯងចង់យ៉ាងម៉េចហ្នឹង ចង់យ៉ាងម៉េចបើសិនជាលើកនេះបានជោគជ័យខ្ញុំសូមអរគុណតានាងហើយខ្ញុំបានខំរកគិតយូរហើយទីបំផុតរកឃើញល្បិចពិសេសគឺល្បិចឃាតករសម្រាប់មនុស្សខ្ញុំចង់ឲ្យម្រាមដៃយិនហ្វុយជាប់នៅលើកណ្ដៀវនេះដែលមិនអាចដកខ្លួនរួចវានឹងត្រូវជាប់គុកមួយជីវិត លោកកុំចាំបានណាកុំចាំបាយសោះណាណែលោកចេញទៅអូយឡងអមអីទេ ជំងឺចាស់ហើឡើងវិញឲ្យក្មួយ តែអមនៅណាដែរ ផ្ទះខ្ញុំនៅខាងនោះនៅខាងនោះ ចង់ខ្ញុំជូនអមទៅខ្ញុំទៅនោះដែរ អូយអរគុណហើយអរគុណហើយអរគុណ ពុំអីទេ អរគុណហើយលោកក្មួយ ចាំឲ្យខ្ញុំជួយហៅគ្រូពេទ្យទេ មិនបាច់ទេបើជាវិជ្ជាយូរណាស់ទៅហើយមិនបាច់មើលឥឡូវបានជាទេ ពុំនៅតែម្នាក់ឯងទេ ខ្ញុំមានកូនស្រីម្នាក់ទៀតប៉ុន្តែទល់ឥឡូវមិនតាន់ឃើញមកវិញទៀតខ្ញុំដូចជានឹកបារម្ភក្នុងចិត្តដល់ហើយ ធ្វើមិនអាចរកនាងឃើញពុំមានលេខទូរស័ព្ទនាងទេ មាន ពុំប្រាប់ខ្ញុំមក លេខទូរស័ព្ទនាងគឺ374 116 កូនស្រីខ្ញុំឈ្មោះហើវៃហ្វាងមែនហើយនៅមាត់ផ្លូវនោះមានរង្គកសាលមួយហើយមានទូរហ្វូនក្មួយទៅប្រើនឹងទៅស្រួលចិត្តបន្តិចណាតែ បើអញ្ចឹងខ្ញុំទៅឲ្យពុ អរគុណច្រើនអរគុណណែឆាប់ឡើងឆាប់រើផ្ទះចោលលឿនលឿន នាងសុំទោសទូរស័ព្ទនៅណាអរគុណ បងហ្វុយ អាណានមើលកាយនៅទីនេះ លបងហ្វុយឆាប់រត់ទៅ ហេតុអី ឆាយឲ្យគេឲ្យខ្ញុំមកកន្លែងនេះលបងក៏នៅកន្លែងនេះដែរប្រកាសជាមានបញ្ហាឆាប់រត់ទៅ អាចពិតជាបងប្អូនល្អមែន ឆាប់ទៅ សុំទោស សុំទោសលោកពួកខ្ញុំជា CID សុំសួរថាលោកនៅស្កលត្រេមអ្នកឈ្មោះមីលជូទេ មានរឿងអី មានតែគេសម្រាប់ហើយ ត្រូវគេសម្រាប់ លោកត្រូវគេចោទជាឃាតករឥឡូវទៅស្នងការជាមួយខ្ញុំឆាប់ឡើង លោកថ្មីហ្នឹង មកតាម លោកសាហេបស្ដាប់ខ្ញុំនិយាយសិន លបងហ្វុយ បងមិនត្រូវមកកន្លែងនេះទេ ខ្ញុំមកទីនេះដើម្បីរកផោះតាំងខ្ញុំនឹងថាឆាយឲ្យគេសម្លាប់មកជូហើយតម្លាក់មកលើលបងហ្វុយ រឿងនេះខ្ញុំដឹងតែកម្រងការគេគួយភ័យខ្លាចខ្លាំងណាស់ខ្ញុំបារម្ភថាគេសាកល្បងនឹងបងកលៈទេសៈនេះបងគ្រោះថ្នាក់ខ្លាំងណាស់ដឹងទេ គ្រោះថ្នាក់ចំពោះរឿងនេះខ្ញុំដឹងច្បាស់ណាស់មនុស្សខ្លួនមួយដូចខ្ញុំអញ្ចឹងមានស្អីគួរឲ្យខ្លាចទៅទោះស្លាប់ក៏គ្មានគេខ្វល់ដែរ គេខ្ញុំខ្វល់ពីបង សូមអរគុណអញ្ចឹងមិនស្មានថានាងរាប់អានខ្ញុំដល់នឹងសោះ ខ្ញុំនិយាយឲ្យថាយើងជាមិត្តភក្តិខ្ញុំត្រូវរាប់អានបង បាននាងរាប់អានខ្ញុំអញ្ចឹងនោះខ្ញុំពេញចិត្តណាស់ទៅហើយបានធ្វើត្រឹមជាសម្លាញ់គឺសម្លាញ់ខ្ញុំណាស់បាត់ទៅហើយខ្ញុំចាំបាច់ទៀមទាអីទៀត បងណាបងត្រូវចាំឲ្យច្បាស់នៅមកតុលាការបងត្រូវនិយាយប្តីផ្ដាស់ទេពួកខុននៅនេះមានបាក់ពួកច្រើនណាស់គាត់មកជារោមជាបាយជួយបងហ្វុយហើយពួកយើងជាមនុស្សតូចតាចឡើយមិនឆ្នេរឡងធីងគង់ទេបងត្រូវចាំកុំធ្វើជាអ្នកក្លាហានអីនោះ អ្នកក្លាហាន
បើខ្ញុំជាអ្នកក្លាហានខ្ញុំរត់តែប៉ូប៉ូលីសទៅជួយឆ្លើយលបងហ្វុយបាត់ទៅហើយប៉ុន្តែមនុស្ស